ធីមិនទេណៃ stress មែននៅអត់តន់យល់ពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ CBC ទៀតមែន ហ្នឹងហើយ interface app CBC គេ app ដែលថ្មីចង់អត់តនឹងច្បាស់ពីរបៀបប្រើសោះ ហើយចុះអ្នកមើលវិញបានដឹងពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ CBC នៅបើនៅទេម្នេះមកចាំខ្ញុំប្រាប់លោកអ្នកអាចទាញយកកម្មវិធីទូរស័ព្ទ CBC តាម App Store ឬ Google Play បានរួចចុះឈ្មោះបន្ទាប់ពីចុះឈ្មោះរួចសម្រាប់អ្នកប្រើប្រាស់ដំបូងអាចស្នើសុំរបាយការណ៍ឥណទានដែលឥតគិតថ្លៃបានម្ដងក្នុងមួយឆ្នាំអ្នកប្រើប្រាស់ក៏អាចទាញយករបាយការណ៍ឥណទានតាមតម្រូវការរបស់ខ្លួនបានផងដែរដោយគ្រាន់តែចូលទៅកាន់មុខងារបញ្ជាទិញរបាយការណ៍នេះរួចទាញយករបាយការណ៍ណាមួយដែលលោកអ្នកត្រូវការបើបន្ទុកឥណទាន K-score ដើម្បីទទួលបានបន្ទុក K-score ចូលទៅកាន់មុខងារបញ្ជាទិញរបាយការណ៍រួចទាញយកកញ្ចប់របាយការណ៍ឥណទាន Plus ដែលមានរបាយការណ៍ឥណទាននិងបន្ទុក K-score យើងក៏អាចភ្ជាប់គម្រោងតាមដានព័ត៌មានឥណទានផ្ទាល់ខ្លួនដើម្បីទទួលបានការជូនដំណឹងពីប្រតិបត្តិការនិងព័ត៌មានឥណទានជារៀងរាល់ខែមុខងារសំខាន់ចុងក្រោយមួយទៀតនោះគឺប្រសិនបើយើងឃើញថាព័ត៌មាននៅលើរបាយការណ៍ឥណទានរបស់យើងមិនត្រឹមត្រូវអ្នកប្រើប្រាស់អាចចូលទៅកាន់សេវាអតិថិជនរកមុខងារដាក់សំណើកែតម្រូវព័ត៌មានដើម្បីស្នើសុំកែតម្រូវព័ត៌មានទាំងនោះបានផងដែរមិនដែរប៉ុណ្ណឹងយល់នៅយល់ហើយ អូនៅមានមួយទៀតបើសិនជារដ្ឋាភិបាលបានណែនាំកម្មវិធីទូរស័ព្ទ CBC ទៅកាន់អ្នកដទៃទៀតណារដ្ឋាភិបាលនឹងទទួលបានបន្ទុកដើម្បីចង់យកវ៉ាន់ទៀតហ៎រឿងមិនវ័នណាអាចឲ្យខាតទេវើយ ពិនិត្យសុខភាពហិរញ្ញវត្ថុរបស់លោកអ្នកកាន់តែងាយស្រួលតាមកម្មវិធីទូរស័ព្ទ CBC